បាទជំរាបសួរបងបាទថ្ងៃនេះខ្ញុំចង់ចែករំលែកទាក់ទងទៅនឹងការតឡើងអាគុយលីស៊ូមដោយសារអាគុយចាស់របស់ខ្ញុំអាគុយជែលបាទវាខូចចឹងទៅខ្ញុំក៏មកអាគុយលីស៊ូមមកពីប្អូនប្រុសបាទអ្នកស្គាល់គ្នានៅទីក្រុងភ្នំពេញអញ្ចឹងយើងក៏មកអាគុយលីស៊ូមហ្នឹងដែលមានចំនួន60វ៉ុលបាទហើយ30អាំពែអញ្ចឹងអាគុយចាស់របស់យើងគឺ60វ៉ុលដែរបាទអញ្ចឹង30អាំពែដូចគ្នាអញ្ចឹងសម្រាប់អាំពែអាស្រ័យទៅលើបងចង់ដូរទេបើសិនជាអាំពែកាន់តែច្រើនយើងជិះបានឆ្ងាយអញ្ចឹងណាអញ្ចឹងប៉ុន្តែវ៉ុលត្រូវឲ្យវ៉ុលដូចគ្នាអញ្ចឹងដោយសារបើខ្ញុំខូចហើយខ្ញុំទិញគុយលីសូមកសាកអញ្ចឹងឃើញយើងដាក់ដោតទៅវាដំណើរការហើយបាទនេះប្រើ Smart Key បាទរបស់ខ្ញុំប្រើ Smart Key កង់4បាទនេះកង់អាគុយបាទកង់4បាទយើងអាចថាឡានហ្នឹងបាទឡានប្រើអាគុយបាទអញ្ចឹងការតឡើងរបស់យើងរួចរាល់អស់ហើយអញ្ចឹងយើងបិទអឺសម្ភារៈវាដែលគ្រឿងនៅក្នុងហ្នឹងទៅតាមចំណុចនីមួយៗទៅវិញទៅបាទអញ្ចឹងយើងរៀបវាឲ្យស្អាតដោយសារអាគុយមុនយើងដាក់ទៅវាអាគុយជែលមុនបើវាដាក់ទៅវាពេញទៅពេលប្រើអាគុយលីស៊ូមវាតែមួយដុំទេហើយវាអត់ទំហំប៉ុនដែលកន្លែងឧបករណ៍ចាស់ទេកន្លែងចាស់ណាអញ្ចឹងយើងត្រូវរៀបធ្វើម៉េចដើម្បីឲ្យវាកុំឲ្យមានសើរំកិលអញ្ចឹងយើងទ្រាប់អឺទ្រាប់ស្នោបាទទ្រាប់ស្នោទួនហ្នឹងបានត្រឹមត្រូវញើហើយយើងមានកង់ចាក់មួយដើម្បីបិទបើកចឹងទៅអញ្ចឹងការរៀបរបស់យើងជោគជ័យអស់ហើយបាទយើងមានកង់កាក់មានអីចឹងទៅនេះការរៀបរបស់យើងអញ្ចឹងយើងរៀបធ្វើម៉េចកុំឲ្យវាមានសើបាទនៅនេះអាគុយជែលរបស់ខ្ញុំគ្រាន់តែពងរៀបមានអ្នកទិញអាគុយមកដល់មុខផ្ទះបាទគ្រាន់តែរៀបហើយមានអ្នកទិញអាគុយមកដល់មុខផ្ទះបាទកន្លែងនេះគឺយើងរៀបសូឡាបាទវគ្គ2ខ្ញុំនឹងប្រាប់របៀបរៀបសូឡាពីលើថែមទៀតទាំងវា40វ៉ុលជាងហើយទីផ្ទះហ្នឹងបាន40វ៉ុល